Bonjour et bienvenue dans Français Zéro Stress. Apprendre calmement, comprendre facilement. ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី5របស់ Français Zéro Stress មេរៀនរបស់យើងថ្ងៃនេះគឺ verbe avoir ហើយនិង verbe être. D'accord? Verbe être et verbe avoir. Au présent de l'indicatif អញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពី verbe être និង verbe avoir នៅការបំបែកនិងការប្រើប្រាស់របស់វានៅក្នុងទម្រង់ présent បច្ចុប្បន្នកាលមុននឹងឈានដល់មេរៀនយើងត្រូវសួរខ្លួនឯងសិនថា Pourquoi apprendre ces verbes ហេតុអីបានយើងរៀនកិរិយាសព្ទទាំងអស់ហ្នឹង D'accord ចឹងចម្លើយគឺមាន3 Ce sont des verbes très utilisés verbe ទាំងពីរនេះគឺជា verbe ដែលប្រើប្រាស់ច្រើនបំផុតនៅក្នុងភាសាបារាំងបាទយើងអាចប្រើវាសម្រាប់បង្ហាញអីផ្សេងដូចនៅខាងក្រោមនេះយើងនឹងឃើញហើយបន្តមកទៀតនៅពេលដែលយើងប្រើជាទម្រង់អតីតកាលឬក៏ទម្រង់អីផ្សេងណាជា passive ជាអីយើងត្រូវប្រើ verb être និង avoir ដូចគ្នាអញ្ចឹងយើងត្រូវចេះវាឲ្យច្បាស់គេហៅថា verb bar ណាកិរិយាសព្ទអឺមូលដ្ឋានគ្រឹះបាទត្រូវចេះវាឲ្យច្បាស់មុននឹងយើងរៀនភាសាបារាំងបានទៅមុខទៀតបាទចំណុចទី2គឺ il permet de se présenter d'écrire parler de soi et des autres បានន័យថាវាបង្ហាញណាកិរិយាសព្ទហ្នឹងវាអនុញ្ញាតឲ្យយើងបានធ្វើការណែនាំខ្លួនឯងពិពណ៌នាណារាយរាប់អំពីខ្លួនឯងនិងអ្នកដទៃផ្សេងទៀតផងដែរបាទមួយទៀតចុងក្រោយ il sert aussi dans beaucoup d'expressions ចឹងយើងឃើញហើយកិរិយាសព្ទ être avoir គឺនៅក្នុង expression ជាភាសាបារាំងគេនិយាយច្រើនណាគេប្រើវាច្រើនមែនទែនបាទប្រើច្រើនមែនទែនតែខ្ញុំអត់យកមកនិយាយនៅក្នុងមេរៀននេះទេយើងអាចនឹងជួបនៅមេរៀនក្រោយប៉ុន្តែខ្ញុំសូមជំរាបពាក្យ expression មួយពាក្យ expression មានន័យថាម៉េច expression គឺជាពាក្យដែលគេនិយាយស្រាប់មកណាពាក្យហ្នឹងបានន័យថាអញ្ចឹងមកណាបូកបញ្ចូលគ្នាបានអញ្ចឹងគេអត់បកប្រែពាក្យមួយម៉ាត់អត់ទេណាពាក្យមួយម៉ាត់អត់ទេបាទអញ្ចឹងយើងនឹងមើលវានៅក្នុងមេរៀនក្រោយ expression ទាំងអស់ហ្នឹងបាទតោះឥឡូវយើងមើល verbe être បាទ verbe être យើងមើល conjugaison ពីខាងស្ដាំដៃរបស់យើងបាទ je suis tu es il est elle est nous sommes vous êtes ils sont elles sont je suis tu es il est elle est nous sommes vous êtes ils sont elles sont បាទអញ្ចឹងសូមអ្នកទាំងអស់គ្នាចាំផងដែរថាកន្លែងប្រធាន il ហើយនិង elle ណាពេលដែលយើងបំបែកវាគឺយើងអត់អានថា il elle ទេយើងធ្វើ liaison វៀតណាមភ្ជាប់គ្នាគឺអក្សរ l ហ្នឹងណា il est elle est បាទហើយក៏យើងអត់អានថា illes elles ដែរមាននិស្សិតឬក៏សិស្សជាច្រើនគាត់រៀនដំបូងគាត់អានបញ្ចេញខ្យល់តេនឹងក្រោយគឺអត់ទេ il est elle est មិនមែន illes elles ទេណាកន្លែងប្រធាន vous ដូចគ្នាដែរគឺយើងអានថា vous êtes មិនមែន vous êtes ទេណា vous êtes បាទ ហើយកន្លែងខាងក្រោម il elle ជាមួយ s ហ្នឹងគឺយើងបញ្ចេញចម្លែកច្បាស់ ils sont elles sont បាទ ils sont elles sont ខ្យល់សណាបាទខ្យល់សហើយយើងប្រើ verb être ដើម្បីអីដើម្បីប្រាប់ថាយើងជានរណាគេយើងបង្ហាញខ្លួនឯងណាឧទាហរណ៍ je suis étudiant ខ្ញុំជានិស្សិតបាទយើងអាចប្រាប់ថាតើសភាពរបស់យើងហ្នឹងយើងមិនពេលហ្នឹងណាឧទាហរណ៍ elle est fatiguée នាងគឺនឿយហត់ណាស់បាទនាងគឺនឿយហត់ណាស់អញ្ចឹងទៅបាទនឿយហត់បាទតទៀត où on est យើងអាចប្រាប់បានថាតើយើងនៅឯណាឧទាហរណ៍ nous sommes à Lyon ពួកយើងនៅទីក្រុង Lyon ប្រទេសបារាំង nous sommes à ភ្នំពេញអីចឹងមកបាទអញ្ចឹងការប្រើប្រាស់របស់វាគឺមានប៉ុណ្ណឹងយើងត្រូវចំណាំថាពាក្យច្រើនគឺវាបូកនាមគេហៅថា adjective បាទនាម adjective ឬក៏បូកជាមួយនឹង adjective ហើយបូកជាមួយ preposition a បូកទីក្រុងតោះនេះបាទអញ្ចឹងសូមចាំមកវាកន្លែងហ្នឹង
យើងចូលមកវគ្គ avoir វគ្គ avoir តោះយើងរៀនអានសិននៅខាងស្ដាំដៃ j'ai, tu as, il a, elle a, nous avons, vous avez, ils ont, elles ont. J'ai, tu as, il a, elle a, nous avons, vous avez, ils ont, elles ont. ចឹងអ្នកនរគ្នាត្រូវចាំ il elle ចឹងទៀតហើយណាគឺយើងអត់អានថា il a elle a ទេត្រូវចាំថាយើងអានភ្ជាប់ព្រោះអីវាចាប់ផ្ដើមដោយស្រៈបាទកិរិយាសព្ទបំបែកហ្នឹង nous ដូចគ្នាដែរមិនមែន nous avons ទេគឺ nous avons vous avez ខ្យល់សៈណាហើយខាងក្រោម ils ont elles ont យើងភ្ជាប់ជាមួយ s មកកន្លែងហ្នឹងហេតុអីបានខ្ញុំនិយាយវាផ្អែតមកខ្ញុំឲ្យអ្នកនរគ្នាអានឲ្យច្បាស់ ils sont elles sont បើអ្នកនរគ្នាអានច្បាស់ ils ont elles ont អ្នកនរគ្នានឹងច្រឡំជាមួយវា avoir ហើយបាទអញ្ចឹងវាផ្អែតគឺ ils sont elles sont ខ្យល់សៈដល់ពេលវា avoir ils ont elles ont បាទខ្យល់សៈតោះអ្នកនរគ្នាហើយយើងប្រើប្រាស់វាដើម្បីប្រាប់ណា de ce que l'on procède l'on possède អ្វីដែលជារបស់យើងណាឧទាហរណ៍ tu as un stylo j'ai une moto អញ្ចឹងទៅមានប៊ិចមួយឯងមានប៊ិចមួយខ្ញុំមានម៉ូតូមួយគ្រឿងអីចឹងទៅយើងប្រើវាដើម្បីនិយាយពីអាយុអាយុណាបាទ j'ai 25 ans បាទខ្ញុំមានអាយុ25ឆ្នាំបាទអញ្ចឹងយើងអត់ប្រើដូចអង់គ្លេសទេអង់គ្លេសគេប្រើ verb to be ដែលស្មើនឹង verb add ណាប្រើអាយុណាអ្នកខ្លះគាត់ច្រឡំប៉ុន្តែបារាំងគេប្រើ verb avoir បូកចំនួនអាយុយើងហើយបូកអង្គនៅខាងក្រោយអញ្ចឹង j'ai 25 ans គេអានភ្ជាប់គ្នាអាចប្រាប់ពីតម្រូវការរបស់យើងបានផងដែរថា ils ont faim ពួកគាត់ឃ្លាន ils ont soif ពួកគាត់ស្រែកទឹកអីអញ្ចឹងទៅបាទអញ្ចឹងសូមព្យាយាមចាំវាហើយចាំ conjugaison គឺសំខាន់បំផុតបាទហើយវា avoir គឺអត់ពិបាកទេបូកភាគច្រើនបូកនាមរបស់អីហ្នឹងហើយបូកអាយុហើយបូកជាមួយនឹង expression ផ្សេងៗឃ្លានក្តៅអីអញ្ចឹងទៅបាទស្រែកទឹកអីចឹងទៅបាទអញ្ចឹងចាំមើលយើងមើលមេរៀនក្រោយៗទៀតបើសិនជាយើងមានឱកាសខ្ញុំនឹងឲ្យជា expression មួយចំនួនជាមួយនឹង verb add និង verb avoir បាទតែឥឡូវយើងទៅមុខទៀតកុំឲ្យខាតពេលនេះគឺជាលំហាត់អ្នកទាំងអស់គ្នាធ្វើទៅបាទស្កប់វាហើយធ្វើមួយផ្លែតទៅហើយចាំយើងផ្ទៀងផ្ទាត់ទាំងអស់គ្នាតោះ Je suis en forme tu as un chien il est professeur nous avons des livres elles sont à l'école vous êtes sympa ils ont une voiture rouge បាទកន្លែងនេះil នឹងត្រូវមាន s មួយទៀតណាអធ្យាស្រ័យយើងមានកំហុសមួយដែលមើលអត់ឃើញបាទអញ្ចឹង il s ខាងក្រោមទេបើ il ធម្មតាកន្លែងនេះគឺយើងដាក់ថាអត់មាន s il a ប៉ុន្តែកន្លែងនេះគឺ ils ils ont une voiture rouge បាទ nous sommes contents tu as des frères et sœurs je suis fatigué ce matin d'accord អូខេអញ្ចឹងសង្ខេបមកវិញមេរៀនយើងខ្លីៗមានតែប៉ុណ្្នឹងទេយើងប្រើ verb add pour l'identité les états les lieux avoir pour la possession l'âge et ce sont des verbes irréguliers mais très importants វាជា verb irrégulier ប៉ុន្តែសំខាន់ខ្លាំងណាស់តោះអ្នកនរគ្នាត្រូវព្យាយាមទន្ទេញវារៀនវាឲ្យចាំមាត់តែម្ដងបាទអូខេមេរៀនរបស់យើងថ្ងៃនេះក៏មកដល់ទីបញ្ចប់ Merci beaucoup អរគុណអ្នកទាំងអស់គ្នា Merci à tous à l'école au revoir ជួបគ្នានៅមេរៀនក្រោយទៀត